ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមកចេញវីដេអូបែបកក់សក់បងប្អូនហើយបងប្អូនណាដែលគាត់ដូចថាដាក់ជ្រុលពីល្ងាចអីអញ្ចឹងណាបងប្អូនឈឺក្បាលឈឺអីតិចតួចអីខ្លាំងអីអញ្ចឹងក៏បានបងប្អូនអាចអញ្ជើញមកកក់សក់ខាងខ្ញុំបានណាបងប្អូនកក់សក់ខាងខ្ញុំគឺខ្ញុំទទួលកក់សក់ម៉ាស្សាបែបចិនកក់សក់ធម្មតាក៏បានកក់បែបចិនក៏បានដែរណាបងប្អូនសិតតែបងប្អូនគាត់ទៅចង់បានសេវាកម្មអីអញ្ចឹងណាបងប្អូនហើយខាងខ្ញុំក៏មិនមែនមានតែសេវាកម្មមួយនឹងដែរបងប្អូនខាងខ្ញុំគឺមានច្រើនខ្លាំងមែនទែនឲ្យតែបងប្អូនពេញចិត្តសេវាកម្មមួយណាអាចឆាតសួរខ្ញុំក៏បានដែរណាបងប្អូនហើយមើលបងស្រីម្នាក់នេះបងប្អូនអើយនិយាយពីថាកក់សក់ធ្វើទៅសៃស្រួលហ្មងបងប្អូនតនីឲ្យថាមកស្រួលហ្មងឲ្យបងប្អូនស្រួលខ្លួនហ្មងបងប្អូនហើយបងប្អូនណាដែលគាត់ stress ពីល្ងាចអីអញ្ចឹងដាក់ជ្រុលដាក់អីបងប្អូនកុំភ្លេចណាខាងខ្ញុំណាសូយ៉ាសាឡនគឺមានកក់សក់ម៉ាស្សាបែបចិនស្ប៉ាខ្លួនអីអញ្ចឹងឲ្យបងប្អូនឲ្យស្រួលខ្លួនអីអញ្ចឹងណាបងប្អូននេះនិយាយពីថាតសៃធ្វើឲ្យបងប្អូនដកដៃបងប្អូនអើយធ្វើរហូតហ្មងចង់ស្រួលខ្លួនអីកុំភ្លេចខាងខ្ញុំបានណាទីតាំងខាងខ្ញុំគឺស្រួលខ្លាំងណាបងប្អូននេះគឺចង់ហ្មងកក់សក់ខាងខ្ញុំណាបងប្អូនណាអានេះកក់បែបធម្មតាណាបងប្អូនបើថាកក់បែបចិនទៀតគឺលយមកបងប្អូនចង់កក់បែបចិនណាតាមមួយម៉ោងបងប្អូនទៅស្រួលខ្លួនខ្លាំងហ្មងបងប្អូនអរគុណច្រើន